នៅរសៀលថ្ងៃពុធទី19ខែសីហាសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសអតីតសង្ឃលោកជីវុធីឲ្យជាប់ពន្ធនាគាររយៈពេល18ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងពិន័យជាប្រាក់ចំនួន2លានរៀលពាក់ព័ន្ធនឹងការអត្ថាធិប្បាយក្នុងក្រុមសារ Messenger មេធាវីការពារក្តីឲ្យលោកជីវុធីគឺលោកអែមចន្ទថាថ្លែងប្រាប់អ្នកសារព័ត៌មានថាចៅក្រមបានសម្រេចផ្តន្ទាទោសកូនក្តីរបស់លោកដាក់ពន្ធនាគារចំនួន1ឆ្នាំ6ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទាំងមិនមានអង្គហេតុនិងភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ឡើយមេធាវីរូបនេះចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាជាការកាត់ក្តីដោយអយុត្តិធម៌និងថាលោកនិងកូនក្តីសម្រេចប្តឹងសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលដីកានេះផងដែរសម្រាប់ខ្ញុំជាមេធាវីក៏ដូចជាសហភាពតាផ្សេងទៀតដែលបានការពារនៅក្នុងរឿងក្តីនេះដែរក្នុងពេលសវនាការបានមើលឃើញថាអង្គហេតុហ្នឹងមិនមានពាក់ព័ន្ធនឹងគាត់ទេហើយมันមានផុសតាងដាក់បន្ទុកគ្រប់គ្រាន់ទេសូម្បីតែសមត្ថកិច្ចដែលមកបំភ្លឺក៏មិនមានផុសតាងដាក់បន្ទុកដែលមកឆ្លើយអំពីពុទ្ធតុលាការដែរដូច្នេះពួកខ្ញុំជាមេធាវីយល់ថាការចោទប្រកាន់កូនក្តីបាននេះគឺពុំមានពាក់ព័ន្ធនឹងអង្គហេតុអង្គច្បាប់ទេរីឯមន្ត្រីគោលនយោបាយនឹងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍកញ្ញាហេងកឹមសួរចាត់ទុកការកាត់ក្តីរបស់តុលាការថាជារឿងអយុត្តិធម៌សម្រាប់អ្នកឈឺឆ្អាលបញ្ហាសង្គមជាតិគណៈកញ្ញាយល់ថាអង្គហេតុដែលលើកមកចោទប្រកាន់ក្នុងសំណុំរឿងនេះក៏មិនសមស្របផងដែរគ្រប់ឆាត private ដែលមានសមាជិកមិនជាសាធារណៈទេដូច្នេះហើយខ្ញុំយល់ឃើញថាវាជាភាពអយុត្តិធម៌មួយដែលយើងអត់មានច្បាប់ប៉ុន្តែយើងទៅចោទជាទោសដើម្បីដាក់ទោសជាពលរដ្ឋឬក៏អ្នកដែលធ្វើការងារសង្គមយកការនឹងមករត់បិទទៅលើសកម្មភាពរបស់ពួកគាត់ដែលជាសកម្មភាពខ្វល់ខ្វាយពីសង្គមទៅវិញអតីតសង្ឃជីវុធីត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃចុះចាប់ខ្លួននៅវត្តពោធិ៍វាលស្ថិតក្នុងក្រុងបាត់ដំបងកាលពីថ្ងៃទី1ខែមេសាឆ្នាំ2026និងបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញលុះក្រោយមកលោកជីវុធីត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងឆ្នាំ2025តាមមាត្រា494និងមាត្រា496នៃក្រមព្រហ្មទណ្ឌនិងបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ